ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញងាវហូបជាមួយទឹកត្រីកកុងបងប្អូនងាវបើយើងហូបជាមួយទឹកត្រីកកុងក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនអ្នកខ្លះក៏គាត់ហូបជាមួយអំបិលម្រេចទៅចំណែកខ្ញុំចូលចិត្តជាមួយទឹកត្រីកកុងជាងហើយងាវហ្នឹងគេអត់ដឹងថាគេហៅងាវអីទេបងប្អូនលើកទី1ហើយដែលខ្ញុំបានហូបសម្បកវាមានរោមជុំវិញអញ្ចឹងណាធំណាស់បងប្អូននេះហើយរោមវាខ្ញុំមិនដែលបានហូបទេវាមានរសជាតិឆ្ងាញ់ហើយវាមានមីមាសហ្នឹងហើយរោមច្រឡំហាំនេះពាក្យវាអត់ព្រោះស្ដាប់ណាឆ្ងាញ់ណាស់បងប្អូនណាឆ្ងាញ់មែនបងប្អូនឥឡូវហ្នឹងងាវដែលខ្ញុំបានអាំងបានឆ្អិនហើយខ្ញុំក៏យកមកបកអញ្ចឹងណាបងប្អូនហើយក៏វីដេអូមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនចូលចិត្តនាងខ្ញុំជួយ like ជួយ share ជួយ follow page ឲ្យនាងខ្ញុំម្នាក់មួយផងណាហើយក៏អរគុណបងប្អូនទុកជាមុនជូនពរឲ្យបងប្អូនសុខភាពល្អរស់ស៊ីមានបានគ្រប់គ្នាអរគុណច្រើនជម្រាបលាបាយបាយ